នៅក្នុងវគ្គហ្នឹងដក Franco មកលេងអ្នកទាំងអស់គ្នាហើយវគ្គហ្នឹងគឺជាវគ្គ classic ទេអ្នកគ្នាអត់មានវគ្គ rank ទេហើយនៅក្នុងវគ្គហ្នឹងគឺយើងកាត់មកដល់ level 13តែម្ដងហើយបើសិនសួរថាចេះលេង Franco អត់គឺអត់សូវចេះលេងទេអ្នកគ្នាធម្មតាឥឡូវកុំឲ្យសំតបែច្រើនយើងចូលមក gameplay របស់យើងវិញវាយឡតសក់ឡតបានគេណាឆ្កយហើយអ្នកទាំងអស់គ្នាឆ្នាំខ្ញុំបានដូរឈ្មោះហើយមិនត្រឹមតែដូរឈ្មោះទេសូម្បីតែរូបក៏ខ្ញុំដូរដែរនៅក្នុងវីដេអូហ្នឹងគឺតបទៅថ្មីថ្មងទេអត់មានអ្នក sponsor ទេតែបើសិនជា channel របស់ខ្ញុំទទួលបាន 1k subscribe ខ្ញុំនឹងមាន account មួយទៀតដែលខ្ញុំអត់ដែលលេងអញ្ចឹងណាខ្ញុំចែកដល់បងប្អូនគ្នាហើយអ្នកគ្នាអត់ប្រកាន់ណាការនិយាយស្ដីរបស់ខ្ញុំគឺអត់ដូចគេឯងទេខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំធ្វើគឺមានអ្នកមើលទៅចោះខ្ញុំធ្វើវីដេអូហ្នឹងខ្ញុំចំណាយពេលណាខ្ញុំរៀនផងខ្ញុំធ្វើការផងខ្ញុំចំណាយពេលមកធ្វើវីដេអូដើម្បីខ្លាយជាអ្នកធ្វើវីដេអូពីហ្គេមមួយរូបហើយអ្វីបានខ្ញុំចង់ធ្វើវីដេអូពីហ្គេមព្រោះគឺជាក្តីសម័យមិនមែនថាខ្ញុំចូលចិត្តលេងហ្គេមវក់នឹងហ្គេមទេគឺខ្ញុំចូលចិត្តនៃការធ្វើវីដេអូអញ្ចឹងហើយខ្ញុំក៏ពឹងលើអ្នកទាំងអស់គ្នាដើម្បីជួយគ្រប់គ្រងក៏ដូចជាជួយចុច like subscribe អ្នកមួយមកដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើបន្តទៀតមកទាំងអស់គ្នានៅកន្លែងនេះខ្ញុំថាប្រុងហុក hero joy អ្វី joy យើងហៅអត់ត្រូវគេគេជួយ recall គេថាគេហើយហ្នឹងឥឡូវគ្នាខ្ញុំក៏បានចូលវាយទៅថអញ្ចឹងណាទាំងអស់គ្នាវាយឡតរួចហើយមកស្រឡាញ់អត់មានដាក់មកគោទេអ្នកទាំងអស់គ្នានៅកន្លែងហ្នឹងអាច joy គេធ្វើលុយគេធ្វើស្លុយគេហើយ Franco ហុកដូចតែខ្ញុំដែរហ្នឹងក្បាច់ដូចតែខ្ញុំដែរហ្នឹងហូបមិនត្រូវបានតិចអាចឲ្យស្លុយគេដាក់មកច្រវាក់ង sticker ឌឺទៀតឈឺអី brother ឈឺអី recall ទៀតហេកន្លែងនេះសុំធ្វើជំនួយហើយយើងតល់ឈាមបន្តិចមកយើងរត់មកឌីរកគេដេញមកគ្នាយើងនៅចាំក្នុងស្មៅអញ្ចឹងណាចាំក្នុងស្មៅគក់មកងាប់ទាំងពីរហើយនៅកន្លែងហ្នឹងថាប្រុងហូអាកតទៀតហូអត់ត្រូវទៀតអាឈូទៅថ្មឹងហើយហូអត់ត្រូវទៀតអញ្ចឹងមានទឹកដៃ Franco ឥឡូវហ្នឹងយើងធ្វើការបុកផ្ទះ enemy យកជ័យជំនឿតែម្ដងហើយភើខ្ញុំវាយគេខ្ទប់មែនតើទៅហៅមែនតើជាមួយការីណាអញ្ចឹងណាឥឡូវនេះយើងចូលវាយតែម្ដងទៅនៅចាំការទៀតឈ្នះហើយ Victory! I love it!